Radio Free Asia. อภิบาลรองในสลาดิตนีพนมเพ็งลูกควงเสรงบ้านดักนอนคณะกรรมการจำรอเบียนมนตรีในกระทรวงธรรมการศาสนาออมในกองกำลังสมัติกิจจอสตรองสเตเตในวัดสตังมินเจย์บรรทไปได้ประเด็นเมื่อตามกฎนิมุยในมวยลูกควงเสรงมีประสาทาการจอสตรองสเตเตนี้คือทัวร์ตามการสนาวสมรบประจักษ์อธิการสไลตีวัดสตังมินเจย์และบรรทท่ามูลหายในการสตรองสเตเตคือดังใบดังจำนวนประสองเสนิสิตประกอบលោកបញ្ជាក់ថាការចោះស្រង់ស្ថិតិនេះមិនធ្វើត្រឹមតែក្នុងវត្តស្ទឹងមានជ័យទេសកម្មភាពនេះសាលារាជធានីភ្នំពេញនឹងបន្តធ្វើទៅតាមវត្តអារាមនានាក្នុងរាជធានីភ្នំពេញនិងនៅតាមថ្នាក់មូលដ្ឋានចំណែកការដាក់កម្លាំងសមត្ថកិច្ចមកជាមួយនេះដោយសារតែលោកយល់ថាអាចនឹងមានបាតុភិបមិនប្រក្រតីណាមួយកើតឡើងខណៈពេលអាជ្ញាធរស្រង់ស្ថិតិអូនឯងដែលឃើញបញ្ហាអសកម្មកើតឡើងនៅក្នុងទីតាំងហ្នឹងឯងការព្រួយបារម្ភអ្នកដែលព្រួយបារម្ភគឺអ្នកដែលមានខ្លួននេះបើតាមពិតមនុស្សសាមញ្ញមនុស្សល្អជាឃើញកម្លាំងសមត្ថកិច្ចគេអត់ដែលកិច្ចហើយគេបានអណានៅពេលដែលឃើញកម្លាំងសមត្ថកិច្ចចូលមកព្រោះអ្នកនេះឯងជាទីពំនាក់ពាក់ពឹងរបស់ជនសុចរិតអញ្ចឹងគេឃើញកម្លាំងឯកសណ្ឋានគេខ្លាចតែកម្លាំងនឹងមិនឯកសណ្ឋានទេដែលគេព្រួយបារម្ភព្រោះជាជនទុច្ចរិតបើជនដែលមានសមត្ថកិច្ចគេពាក់ឯកសណ្ឋានមិនគួរព្រួយបារម្ភក្នុងនាមអ្នកកសែតក៏គុំគួរព្រួយបារម្ភពាក្យនឹងដែរព្រោះអីមកជាឯកសណ្ឋានមិនមែនមកប្លន់មិនមែនមកស្អីទេគឺមកដើម្បីការពារសុវត្ថិភាពទាំងអ្នកធ្វើស្ថិតិទាំងអ្នកស្នាក់នៅគឺចង់ធ្វើរដ្ឋបាលដើម្បីតេអតនសកម្មភាពស្រង់ស្ថិតិពីអាជ្ញាធរនេះប្រជាអធិការស្ដីទីវត្តស្ទឹងមានជ័យបដិជគុណថៃប៊ុនធឿនមានថ្នាក់ការថាមូលហេតុដែលព្រះអង្គសហការជាមួយនឹងសាលារាជធានីភ្នំពេញនិងគណៈកម្មការចម្រុះពេលនេះដោយសារតែព្រះអង្គព្រួយបារម្ភពីភាពមិនប្រក្រតីដែលធ្លាប់កើតមានក្នុងវត្តកន្លងមកដូចជាមានមិនមែនទៅលើកទី1ទេនៅកន្លែងយើងនេះវាច្រើនលើកច្រើនសារពេកហើយទេណាគឺដូចជាមានការចុះធ្វើរដ្ឋបាលនឹងប៉ុន្តែដល់ពេលការធ្វើចុះទៅដូចជាមិនអស់ហាក់បីដូចជានៅពួកជួបមហិតកៅហើយមានខាងយាយជីតាជីអីយើងទៅឬក៏មានការតេទូរស័ព្ទដឹងទៅតាមប៉ុស ABC ប៉ុសអីយ៉ាងទៅមានជាញឹកញាប់អីចឹងទៅចឹងណាហ្នឹងហើយដល់ពេលចឹងទៅនៅមិនតន់អស់ពួកដូចជាបសតនៅតាមចេតិយជួបមហិតកៅយ៉ាងឬក៏มันអាចថានៅស្នាក់នៅតាមកត់លោកនីមួយៗក៏យើងមិនអាចដឹងបានហើយនេះបានជាខាងអាជ្ញាធរអីចុះធ្វើរដ្ឋបាលតាមនឹងអញ្ចឹងមែនមន្ត្រីស្ទើរបង្កេតអង្គការលីកាដូលោកអំសំអាតដែលតាមដានសកម្មភាពនេះយល់ថាការចោះស្រង់ស្ថិតិក្នុងវត្តបែបនេះគួរណាស់តែមានមន្ត្រីស្ទង់ឲ្យបានច្រើនជាងអាជ្ញាធរលោកបន្តថាការដាក់តែមន្ត្រីអាជ្ញាធរអមនៅកម្លាំងសមត្ថកិច្ចរាប់សិបនាក់ដូច្នេះអាចជាទស្សនវិជ្ជាមួយធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរវត្តទំនងជាយល់ថានេះអាចជាសកម្មភាពចោះតាមចាប់ជនទុច្ចរិតទៅវិញទីអារាមជាជើងជាសមត្ថកិច្ចក៏ដោយខ្ញុំគិតថាយើងសមត្ថកិច្ចធ្វើនេះគឺដើម្បីកែលម្អនៅវត្តអារាមឲ្យបានល្អអញ្ចឹងយើងត្រូវតែអនុវត្តគ្រូដែរយើងប្រើប្រាស់សមត្ថកិច្ចពីព្រោះទីវត្តអារាមជាការគួរសមជាការគោរពសិលធម៌ជាការគោរពនៅពុទ្ធសាសនាកាលណាចូលវត្តគឺត្រូវដោះមួកហើយប៉ុន្តែបើយើងនៅប្រើប្រាស់មួកប្រើប្រាស់អីប៉ុន្តែយើងអត្តសញ្ញាណពីអាជ្ញាធរអានឹងនាំឲ្យវាប៉ះពាល់ទៅទៀតថាជាបើអាជ្ញាធរអត់ទាំងគោរពតាមពុទ្ធអវាទតាមវត្តផងតែឲ្យប្រជាពលរដ្ឋគោរពតែមិនអានេះវាធ្វើឲ្យមើលឃើញច្រើនហើយការដាក់រូបភាពច្រើនយ៉ាងនេះប្រជាពលរដ្ឋដែលគេមិនដឹងគេមិនមែនគិតថាធ្វើរដ្ឋបាលទេគេគិតថាចូលមកឆែកឆេរឬក៏ចូលមកចាប់អីមួយដែលមានការផន់ច្រឡំវត្តស្ទឹងមានជ័យភាគច្រើនគេស្គាល់ថាជាកន្លែងដែលផ្ដល់ការស្នាក់នៅរបស់អ្នកតវ៉ាដីធ្លីមកពីតាមខេត្តនានាដែលស្វែងរកដំណោះស្រាយលើរឿងដីធ្លីរបស់ពួកគេពីលោកនាយរដ្ឋមន្ត្រីហ៊ុនសែននិងស្ថាប័នជាសំខាន់ក្នុងរាជធានីភ្នំពេញខ្ញុំរ៉ាន់តំណាងវិទ្យុអាស៊ីសេរីភ្នំពេញ